ហ្នឹងហើយតើអ្នកគ្នាមកនិយាយពីរឿងក្មេងស្រីជនជាតិសង្ហបុរីម្នាក់ដែលល្បីថាបាត់ខ្លួននៅប្រទេសកម្ពុជាយើងណាហ្នឹងហើយរហូតទៅដល់ក្រុមកុសាបកេផុសនៅលើបណ្ដាញសង្គមផងជួនអ្នកកសែតដែលផុសផងថាបាត់កូនស្រីនៅប្រទេសកម្ពុជាយើងអីចឹងទៅឥឡូវនេះយើងដឹងអំពីព័ត៌មានពិតហើយក៏មានផុសនៅសារព័ត៌មានខ្មែរយើងដែរប៉ុន្តែខ្ញុំឆ្ងល់ថាខាងក្រុមកុសាក្មេងស្រីហ្នឹងពេលដែលបាត់កូនស្រីអត់មានសួរទៅខាងក្រសួងការបរទេសអីអត់មានសួរទេណាគឺអត់មានសួរទេគឺជួអ្នកខ្សែផុសយកហ្មងដោយមិនគិតថាធ្វើបែបហ្នឹងគឺធ្វើឲ្យខូចឈ្មោះប្រទេសយើងគឺអត់មានគិតទេគឺសំខាន់គឺផុសយកដើម្បីឲ្យតែមានអ្នកឃើញច្រើនហ្នឹងឯងធម្មតាគេត្រូវទៅសួរនាំខាងក្រសួងការបរទេសហើយបើនៅតែមិនបានការទៀតអានេះបានគេត្រូវផុសអីចឹងទៅប៉ុន្តែនេះផុសយកធ្វើឲ្យអ្នកឃើញបណ្ដាញសង្គមមួយចំនួនគឺគេគិតថាប្រទេសយើងចេះចោះអញ្ចឹងទៅឥឡូវក្មេងស្រីម្នាក់ហ្នឹងក៏បានចូលមកបកស្រាយថាគេអត់មានការចាប់ចម្រិតអត់មានអីបាត់ខ្លួនអីទេគេចូលមកប្រទេសកម្ពុជាបើយើងនេះដោយសារតែមានសម្ពាធគ្រួសារហ្នឹងគេថាសម្ពាធគ្រួសារហើយក៏មកប្រទេសកម្ពុជាបើយើងដើម្បីរស់នៅនឹងស្នើសុំឯកសារដើម្បីធ្វើជាគ្រូបង្រៀនភាសានៅប្រទេសកម្ពុជាយើងវាទៅជាអញ្ចឹងទៅពេលខ្លះទៅខ្ញុំក៏អត់ចង់និយាយដែរពាក់ព័ន្ធជាមួយរឿងបណ្ដាញសង្គមមួយចំនួនហ្នឹងហើយប៉ុន្តែរឿងខ្លះវាគួរតែនិយាយធម្មតាទេប្រទេសយើងក្រគេនិយាយអីក៏បានเนาะគេប្រកែកប្រខូចអីក៏បានដោយផ្ទះលេខ2ហ្នឹងហើយគេប្រកែកប្រខូចយើងគ្រប់សពអីចឹងទៅហើយប្រទេសផ្សេងទៀតក៏មើលមកយើងជាប្រទេសអ្នកក្រអីចឹងទៅខ្ញុំអត់ចង់និយាយរឿងហ្នឹងទេហើយប៉ុន្តែក៏សង្ឃឹមថាអត់មានរឿងបែបហ្នឹងកើតឡើងលើក្រោយទៀតចោះណា